A day in my life ថ្ងៃនេះថ្ងៃជប់សម្រាប់របស់ខ្ញុំសាលីណានិងបងប្អូនទាំងអស់គ្នាជួយច្បាស់បំពេញមួយខ្ញុំទាំងអស់គ្នានិយាយលេងសើចបងប្អូនទាំងគ្នានេះគឺជា vlog ទី1ដែលខ្ញុំធ្វើពី A day in my life ហើយសម្រាប់បងប្អូនដែលកំពុងតែមានក្តីសម័យក្នុងការធ្វើដំណើរទៅណាមកណាងាយស្រួលកុំភ្លេចមើលវីដេអូនេះដល់ចប់ថ្ងៃនេះថ្ងៃតនេរបស់ខ្ញុំបានមកថតរូបលេងនៅហាងកាហ្វេមួយនិយាយទៅឲ្យទៅដល់ថ្ងៃតនេទាំងអស់គ្នាខ្ញុំចិត្តមក relax អារម្មណ៍ខ្ញុំស្រស់ស្រាយគិតអីថ្មីល្អនៅក្នុងជីវិតរបស់ខ្ញុំហើយនៅនេះគឺធ្វើបែបរបស់ខ្ញុំព្រោះថាខ្ញុំចូលចិត្តផ្កាហើយ colorful ពេញហាងហ្មងហើយអារម្មណ៍ខ្ញុំក៏ស្រស់ស្រាយទៅតាមនឹងដែរថ្ងៃនេះខ្ញុំត្រូវមានការងារថតនៅក្រៅអញ្ចឹងខ្ញុំមានអវ៉ាន់ត្រូវការដាក់ច្រើនមែនតើតាំងពីមានឡានផ្ទាល់ខ្លួនមកគឺចំណេញពេលវេលាហ្មងដូចឃើញជាក់ស្ដែងខ្ញុំកាន់អញ្ចឹងទាំងអស់គ្នាអវ៉ាន់ច្រើនមែនតើខ្ញុំត្រូវការផ្លាស់ប្ដូរពីមួយកន្លែងទៅមួយកន្លែងបងប្អូនអ្នកគ្នាឃើញអត់ពេលដែលយើងមានឡានមួយគឺងាយស្រួលអញ្ចឹងដូចថ្ងៃនេះថ្ងៃជប់សម្រាប់របស់ខ្ញុំទៅថតនៅហាងកាហ្វេទៅ gym ទៅហាត់អេរ៉ាំហើយខ្ញុំត្រូវការផ្លាស់ប្ដូរកៅអៅច្រើនមែនតើឃើញអត់ពេលដែលយើងមានឡានមួយគឺងាយស្រួលអញ្ចឹងសាក់គិតលេងមើលទាំងអស់គ្នានៅ HFC មិនបាច់គិតអីច្រើនទេរំលោះងាយរំលោះសុទ្ធ 100% លឿនរហ័សដាក់ពាក្យរំលោះងាយអនុម័តលឿនបងប្អូនអ្នកគ្នាចិត្តតែឆ្នាំ2025ឯណាចង់បានឡានលេខខ្លះជាសុបិននៃនៅ HFC Microfinance គឺអាចជួយបងប្អូនអ្នកគ្នាបានឯកសារងាយរហ័សហើយការប្រាក់ទាបទៀតអូព្រឹកប្រាប់បងប្អូនអ្នកគ្នារំលោះឥឡូវគឺមានកាដូពិសេសច្រើនមែនតើអញ្ចឹងលុះរុនឡើងបងប្អូនអ្នកគ្នាកាដូពិសេសគឺមានកំណត់ដោយដែលបងប្អូនអរគ្នាបានឃើញអញ្ចឹងណាមួយថ្ងៃនេះគឺខ្ញុំផ្លាស់កៅអៅ3 4 outfit ហើយព្រោះថាខ្ញុំទៅច្រើនកន្លែងទៀតប៉ុន្តែខ្ញុំអត់បារម្ភអីទាំងអស់គ្នាព្រោះថាខ្ញុំមានឡានផ្ទាល់ខ្លួនគឺងាយស្រួលសម្រាប់ខ្លួនឯងមែនតើនេះគឺជា outfit របស់ខ្ញុំសម្រាប់ទៅហាត់រ៉មហើយវីដេអូមួយនេះគឺខ្ញុំធ្វើកាត់ឲ្យបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយអូកុំភ្លេចដាក់ពាក្យរំលោះនៅ HFC Microfinance ទាំងអស់គ្នាដើម្បីងាយស្រួលដល់បងប្អូនក្នុងការធ្វើដំណើរបាយ